សួស្តីសូមស្វាគមន៍មកកាន់ Channel របស់យើងម្ដងទៀតតើអ្នកកំពុងមានបញ្ហាក្នុងការប្រើប្រាស់ am is ហើយនឹង are នៅក្នុងភាសាអង់គ្លេសដែរឬទេថ្ងៃនេះយើងនឹងរៀនអំពីរបៀបនៃការប្រើប្រាស់កិរិយាសព្ទ to be នៅក្នុងបច្ចុប្បន្នកាលធម្មតា present simple ដែលជាចំណុចវេយ្យាករណ៍ដ៏សំខាន់សម្រាប់អ្នករៀនភាសាអង់គ្លេសគ្រប់រូបតោះយើងចាប់ផ្ដើមមុនពេលចាប់ផ្ដើមសូមចុចប៊ូតុង Subscribe និងសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានមេរៀនថ្មីៗរបស់យើងរៀងរាល់សប្តាហ៍តោះយើងចូលរួមរៀនជាមួយគ្នាបច្ចុប្បន្នកាលធម្មតាជាមួយនឹងកិរិយាសព្ទ to be present simple with be ការប្រើប្រាស់រូបមន្តលក្ខខណ្ឌនៃការប្រើប្រាស់ហើយនឹងពាក្យបញ្ជាក់អំពីពេលវេលា usage form spelling rules and time marker ការប្រើប្រាស់កិរិយាសព្ទ to be ជាមួយនឹងបច្ចុប្បន្នកាលធម្មតា usage of be in present simple 1ប្រើដើម្បីយកមកពិពណ៌នាអំពីអត្តសញ្ញាណឬក៏ការងារឧទាហរណ៍ខ្ញុំគឺជាគ្រូបង្រៀន 1. To describe identity or profession example I am a teacher 2. ដើម្បីបញ្ជាក់អំពីអារម្មណ៍ឧទាហរណ៍នាងគឺសប្បាយចិត្ត 2. To express state or feeling example she is happy 3. ដើម្បីនិយាយអំពីទីតាំងឧទាហរណ៍ពួកគេនៅផ្ទះ 3. To talk about location they are at home 4. ដើម្បីផ្ដល់នៅព័ត៌មានឬក៏ការពិតឧទាហរណ៍មេឃគឺមានពណ៌ខៀវ 4. To give information or fact example the sky is blue រូបមន្តប្រយោគស្រប positive form ប្រធានបូកជាមួយនឹង verb to be បូកជាមួយនឹងកម្មបត្តិ subject plus be plus complement នៅក្នុងប្រយោគស្របយើងជាធម្មតាប្រើទម្រង់របស់កិរិយាសព្ទ to be ឲ្យបានត្រឹមត្រូវគឺ am is are ដាក់បន្ទាប់ពីប្រធាន In positive sentences we simply use the correct form of be am is are after the subject ឧទាហរណ៍ example ខ្ញុំគឺជាគ្រូបង្រៀន I am a teacher អ្នកគឺជាមិត្តរបស់ខ្ញុំ You are my friends គាត់មានអាយុ12ឆ្នាំ He is 12 years old នាងមកពីប្រទេសកាណាដា She is from Canada វាគឺជាផ្ទះដ៏ធំមួយ It is a big house ពួកយើងសប្បាយ We are happy ពួកគេនៅក្នុងថ្នាក់រៀន They are in the classroom រូបមន្តប្រយោគបដិសេធ negative form ដើម្បីបង្កើតប្រយោគបដិសេធនៅក្នុងបច្ចុប្បន្នកាលធម្មតាជាមួយនឹងកិរិយាសព្ទ to be យើងត្រូវថែម not បន្ទាប់ពីកិរិយាសព្ទ to be To make a negative sentences in the present simple with be add not after the verb
ប្រធានបូកជាមួយនឹង be បូកជាមួយនឹង not បូកជាមួយនឹងកម្មបត្តិ subject plus be plus not plus complements I'm not no contraction I'm not គឺយើងមិនមានការសរសេរជាទម្រង់ខ្លីទេ It's not isn't It's not គឺយើងអាចសរសេរទម្រង់វែងក៏បានហើយទម្រង់ខ្លីក៏បាន Are not aren't ទម្រង់ are not ក៏ដូចគ្នាដែរយើងអាចសរសេរបានទាំងទម្រង់វែងហើយនិងទម្រង់ខ្លី Example ឧទាហរណ៍ I am not a student ខ្ញុំមិនមែនជាសិស្សទេ You are not late or you are late អ្នកមិនបានមកយឺតទេ He is not at home ឬក៏ He isn't at home គាត់មិនបាននៅផ្ទះទេ She is not a doctor ឬក៏ She isn't a doctor នាងមិនមែនជាវិជ្ជបណ្ឌិតទេ It is not cold today ឬក៏ It isn't cold today ថ្ងៃនេះវាមិនត្រជាក់ទេ We are not tired ឬក៏ We aren't tired ពួកយើងមិនអស់កម្លាំងទេ They are not in the park ឬក៏ They aren't in the park ពួកគេគឺមិនបាននៅឯឧទ្យានទេរូបមន្តប្រយោគសំណួរ Yes ហើយនិង No Yes no question ដើម្បីបង្កើតប្រយោគសំណួរជាមួយនឹងសំណួរ Yes ហើយនិង No យើងត្រូវត្រឡប់ប្រធានហើយនិងកិរិយាសព្ទ to be To form a yes no question invert the subject and the verb to be be បូកជាមួយនឹងប្រធានបូកជាមួយនឹងកម្មបត្តិបូកជាមួយនឹងសញ្ញាសួរ be plus subject plus complement plus question mark ឧទាហរណ៍ example Am I late Yes you are No you aren't តើខ្ញុំមកយឺតឬបាទអ្នកគឺមកយឺតទេអ្នកគឺមិនបានមកយឺតទេ Are you a student Yes I am No I'm not តើអ្នកគឺជាសិស្សឬបាទខ្ញុំជាសិស្សទេខ្ញុំមិនមែនជាសិស្សទេ Is he your brother Yes he is No he isn't តើគាត់គឺជាបងប្អូនប្រុសរបស់អ្នកឬបាទគាត់គឺជាបងប្អូនប្រុសរបស់ខ្ញុំទេគាត់មិនមែនជាបងប្អូនប្រុសរបស់ខ្ញុំទេ Is she at home Yes she is No she isn't តើគាត់នៅផ្ទះឬបាទគាត់គឺនៅផ្ទះទេគាត់គឺមិនបាននៅផ្ទះទេ Is it cold today Yes it is No it isn't តើថ្ងៃហ្នឹងវាត្រជាក់ទេបាទថ្ងៃនេះគឺវាត្រជាក់ទេថ្ងៃនេះគឺវាមិនត្រជាក់ទេ Are we in the right place Yes we are No we aren't តើពួកយើងមកចំកន្លែងហើយឬនៅបាទពួកយើងគឺមកចំកន្លែងហើយទេពួកយើងមិនបានមកចំកន្លែងទេ Are they happy Yes they are No they aren't តើពួកគេសប្បាយឬបាទពួកគេសប្បាយទេពួកគេមិនសប្បាយទេរូបមន្តប្រយោគសំណួរជាមួយនឹងពាក្យជាសំណួរ WH words WH questions ដើម្បីបង្កើតប្រយោគសំណួរជាមួយនឹងពាក្យជាសំណួរ
ជាមួយនឹង verb to be យើងត្រូវដាក់ពាក្យជាសំណួរនៅកន្លែងដើមនៃប្រយោគរួចហើយបន្តដោយទម្រង់ឲ្យបានត្រឹមត្រូវរបស់កិរិយាសព្ទ to be ហើយនឹងប្រធាន To form WH question with be place WH word at the beginning followed by the correct form of be and the subject WH word plus be plus subject plus complement plus question mark យើងសរសេរយើងដាក់ពាក្យជាសំណួរនៅមុនបូកជាមួយនឹងកិរិយាសព្ទ to be បូកជាមួយនឹងប្រធានបូកជាមួយនឹងកម្មបត្តិបូកជាមួយនឹងសញ្ញាសួរ Example ឧទាហរណ៍ What អ្វី What is your name My name is Vesna តើអ្នកឈ្មោះអ្វីខ្ញុំឈ្មោះ Vesna Where Anna Where are you from I'm from Cambodia តើអ្នកមកពីប្រទេសណាដែរខ្ញុំមកពីប្រទេសកម្ពុជា How is the weather It is sunny យ៉ាងម៉េចដែរតើអាកាសធាតុយ៉ាងម៉េចដែរអាកាសធាតុគឺវាមានថ្ងៃ Who នរណា Who is your teacher My teacher name is Mr. Smith តើនរណាជាគ្រូរបស់អ្នកគ្រូរបស់ខ្ញុំគឺឈ្មោះលោក Smith Why ហេតុអ្វី Why are they late They are late because of traffic ហេតុអ្វីបានជាពួកគេមកយឺតគឺដោយសារតែចរាចរណ៍ When នៅពេលណា When is your birthday My birthday is in June តើថ្ងៃខួបកំណើតរបស់អ្នកនៅពេលណាថ្ងៃខួបកំណើតរបស់ខ្ញុំគឺនៅខែមិថុនា Which មួយណា Which is your bag The red one is mine តើកាបូបមួយណាជារបស់អ្នកកាបូបពណ៌ក្រហមគឺជារបស់ខ្ញុំលក្ខខណ្ឌនៃការប្រើប្រាស់ Spelling rules កិរិយាសព្ទ to be គឺត្រូវបានផ្លាស់ប្ដូរទម្រង់របស់វាគឺអាស្រ័យទៅដោយប្រធាន be verb change from depend on the subject am គឺប្រើបានត្រឹមតែជាមួយនឹងប្រធាន I am is only used with I is គឺយើងប្រើបានតែជាមួយនឹងប្រធាន he she it is used with he she it are គឺយើងប្រើបានតែជាមួយនឹងប្រធាន you we they are is used with you we they ទាំងនេះគឺជាទម្រង់ប្រែប្រួលដូច្នេះយើងត្រូវតែចងចាំវាឲ្យបាន These are irregular forms so they must be memorized ពាក្យបញ្ជាក់អំពីពេលវេលារបស់បច្ចុប្បន្នកាល Time marker for present simple always តែងតែ usually ជាធម្មតា often ជាញឹកញាប់ sometimes ពេលខ្លះ never មិនដែលមិនធ្លាប់ every day ជារៀងរាល់ថ្ងៃ every week រៀងរាល់សប្តាហ៍ every month រៀងរាល់ខែ in the morning នៅពេលព្រឹក in the afternoon នៅពេលរសៀល in the evening នៅពេលល្ងាចឥឡូវនេះអ្នកដឹងអំពីរបៀបនៃការប្រើប្រាស់ verb to be am is និង are នៅក្នុងបច្ចុប្បន្នកាលធម្មតាហើយប្រសិនបើអ្នកគិតថាវីដេអូនេះសំខាន់សូមជួយចុច like និង subscribe ដើម្បីទទួលបានមេរៀនថ្មីៗរៀងរាល់សប្តាហ៍សូមសរសេរ clear ប្រើប្រាស់ verb to be នៅក្នុង comment ខាងក្រោមខ្ញុំនឹងពិនិត្យវាផ្ទាល់ជូនអ្នកទាំងអស់គ្នាសូមអរគុណ